ជំរាបសួរលោកគ្រូ ខ្ញុំបាទឈ្មោះ ហែល ផាន់ណា មកពីក្រុម AU10 ថ្ងៃនេះខ្ញុំមក submit assignment ទី4 ដែលធ្វើអំពី commands សម្រាប់គ្រប់ unit hardware និង system control អញ្ចឹងចូលដល់ command ដំបូងរបស់យើងគឺ ls cpu ប្រើសម្រាប់បង្ហាញនៅ CPU architecture core thread និង model name htop ប្រើសម្រាប់បង្ហាញនៅ real time CPU usage និង processors ចុចF10 ដើម្បីធ្វើការ quit បន្ទាប់មកទៀត command free -8 ប្រើសម្រាប់បង្ហាញនៅ RAM usage ជា human readable នឹងមានន័យថា show លក្ខណៈជា format megabyte gigabyte ជាដើម df-8 ប្រើសម្រាប់ show នៅ memory space usage command បន្ទាប់ ls blk ប្រើសម្រាប់ show ជាលក្ខណៈ tree structure ip a ប្រើសម្រាប់ show នៅ IP address command ps aux ប្រើសម្រាប់បង្ហាញនៅ running processes ទាំងអស់sudo shutdown -o now ប្រើសម្រាប់ restart អញ្ចឹងខ្ញុំវាយ password ចូលមិន sudo shutdown now ប្រើសម្រាប់ power off system របស់យើងជាចុងក្រោយសូមអរគុណលោកគ្រូសម្រាប់ការ check វីដេអូរបស់ខ្ញុំ